ឧត្តមសេនីយ៍តូសំសុនប្រកល់ថវិកាបេឡាមរណៈសង្គ្រោះនិងអំណោយមនុស្សធម៌របស់សម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍នៅក្រុងស្ទឹងសែនខេត្តកំពង់ធំនៅរសៀលថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025ឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតំណាងឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំបានដឹកនាំសហការីនៃសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំនិងសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្រុងស្ទឹងសែនរួមជាមួយអាជ្ញាធរដែនដីបានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ដែលបានទទួលមរណភាពដោយរោគគាពាធនៅគេហដ្ឋានរបស់សពស្ថិតនៅភូមិពោបាក់កសង្កាត់ដំរីជាន់ខ្លាក្រុងស្ទឹងសែនខេត្តកំពង់ធំលោកអនុសេនីយ៍តូយិនដាលីននាយរងការិយាល័យទី1នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតំណាងឲ្យក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំបានបញ្ជាក់ថាលោកអឹមយុនជាអតីតយុទ្ធជនចូលសោធននិវត្តន៍អាយុ59ឆ្នាំមានឋានន្តរស័ក្តិអនុសេនីយ៍ឯកបានចូលបម្រើក្នុងជួរនគរបាលខេត្តកំពង់ធំនៅឆ្នាំ1995ហើយត្រូវបានក្រសួងមហាផ្ទៃដាក់ឲ្យចូលនិវត្តន៍ក្នុងឆ្នាំ2020ហើយលោកត្រូវបានទទួលមរណភាពដោយរោគគាពាធនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះឧត្តមសេនីយ៍តូសំសុនបានថ្លែងនៅការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកអ៊ុំយុនដែលជាអតីតយុទ្ធជនសោធននិវត្តន៍ធ្លាប់មានគុណបំណាច់ចំពោះជាតិនិងប្រជាជនក្នុងការចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងខេត្តព្រមទាំងធ្លាប់ឆ្លងកាត់ការប្រយុទ្ធក្នុងសម័យសង្គ្រាមស៊ីវិលផងដែរឧត្តមសេនីយ៍តូសំសុនបានជម្រាបជូនក្រុមគ្រួសារសពនិងប្រជាពលរដ្ឋអំពីប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការយកចិត្តទុកដាក់ខ្ពស់អំពីជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននិងនិវត្តជនកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើងគិតទាំងការយកចិត្តទុកដាក់ការសិក្សារៀនសូត្រការផ្ដល់ការងារសមស្របសម្រាប់កូនចៅអតីតយុទ្ធជននិងនិវត្តជនយើងរួមទាំងការដោះស្រាយដីធ្លីនិងផ្ទះសម្បែងជូនគ្រួសារអតីតយុទ្ធជននិងនិវត្តជនកម្ពុជាដែលគ្មានដីគ្មានផ្ទះពិតប្រាកដផងដែរនៅក្នុងឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងគោរពវិញ្ញាណក្ខន្ធសពអតីតយុទ្ធជនសោធននិវត្តន៍ឈ្មោះអឹមយុននេះដែរឧត្តមសេនីយ៍តូសំសុនបានប្រកល់ជូននៅថវិកាបេឡាមរណៈសង្គ្រោះចំនួន4លានរៀលនិងគ្រឿងឧបភោគបរិភោគអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីជូនដល់ក្រុមគ្រួសារសពផងដែរនិងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកអឹមយុនបានទៅកាន់សុគតិភពកំបីឃ្លានឃ្លាតឡើយនាងខ្ញុំឈុំឆេងហួរធ្វើសេចក្តីរាយការណ៍